សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Deep Water តែវាគឺជាសាច់រឿងមួយនិយាយអំពីអ្នកដំណើរមួយយន្តហោះដែលបានធ្លាក់យន្តហោះចូលទៅកណ្ដាលសមុទ្រហើយក៏ត្រូវបានឆ្លាមរោមព័ទ្ធខំធ្វើជាចំណីដែលនឹងឲ្យដំណើរសាច់រឿងគឺពិតជាល្អមើលនិងតានតឹងខ្លាំងមែនទែន admin ជាយថាបុគ្គលនឹងនេះប្រកាសជាចូលចរិយចឹងនឹងឲ្យកុំឲ្យខាត់ពេលវិញឆ្ងាយទៀតយើងចូលទៅកាន់សាច់រឿងបែបសង្ខេបទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនភាពនៅក្នុងបារមួយនៅរដ្ឋ Los Angeles ដែលមាន pilot អ្នកបើកយន្តហោះដ៏ជំនាញម្នាក់មានឈ្មោះថាលោក Rich នឹងកំពុងតែច្រៀង karaoke មូលហេតុគឺដោយសារតែនឹងគឺជាការចូលនិវត្តន៍របស់គាត់ព្រោះអីគាត់ចាស់ហើយណាចឹងគាត់មក celebrate ដើម្បីបញ្ចប់អាជីពជាអ្នកបើកយន្តហោះរបស់គាត់នៅក្នុងថ្ងៃនឹងច្រៀងលេងអីចឹងទៅហើយនៅក្នុងយប់ជាមួយគ្នានឹងដែរក៏មានបរិសុទ្ធចំណាស់ម្នាក់ទៀតមានឈ្មោះថា Ben គាត់ក៏ជា officer police ម្នាក់ផងដែរនៅក្នុងពេលហ្នឹងស្រាប់តែទូរស័ព្ទរបស់គាត់ក៏បានរោលមូលហេតុហ្នឹងគឺប្រពន្ធរបស់គាត់តែមកសួរគាត់ថាតើពេលណាទៅផ្ទះគាត់សន្យាថាទៅផ្ទះតែអត់ទាន់បានឃើញទៅនោះទេពូ Ben ក៏បានបញ្ជាក់ទៅកាន់ប្រពន្ធថាមានការផ្លាស់ប្ដូរ schedule គាត់អាចទៅផ្ទះបាននោះទេត្រូវមានបេសកកម្មនៅលើយន្តហោះម្ដងទៀតណាប្រពន្ធក៏បានថាឲ្យប្តីថាកូនប្រុសរបស់ពូគាត់បានឈឺហើយហើយអ្វីបានជាមិនមកមើលកូនចឹងតែលោក Ben ក៏បានប្រាប់ថាគាត់ពិតជារវល់មែនតែពេលហ្នឹងទៅស្អែកឡើងក៏បានមកដល់ Ben ក៏បានទៅជួបគ្នាជាមួយនឹងលោកតា Rich ហើយក៏បានត្រៀមឡើងទៅលើយន្តហោះដើម្បីសហការគ្នាបើកបរដិតអ្នកដំណើរណាហើយពេលនឹងដែរនៅខាងក្រៅពលាននេះយើងក៏បានឃើញភ្ញៀវចាប់ផ្ដើមចូលមកក្នុងពលានដើម្បីជិះចាក់ចែងហើយក៏មានបរិសម្នាក់មានឈ្មោះ Chaden កំពុងតែជក់បរិយនៅពេលត្រូវបានគេប្រាប់ថាកន្លែងនឹងហាមជក់បរិយគាត់ក៏ជក់បរិយនឹងឲ្យអស់ប៉ុន្តែនៅពេលដែលម្នាក់នឹងដើរចេញបាត់ Ben ក៏បានខ្អុចបរិយមួយទៀតហើយជក់យ៉ាងធម្មតាបន្ទាប់មកទៀតគាត់ក៏បានដកយក tablet របស់គាត់មកមើលព័ត៌មាននៅពេលដែលឃើញ tablet នឹងអស់ថ្មគាត់ក៏បានដកយក power bank បញ្ចូលថ្មនឹងអត់ឃើញថាវាផ្ទុះសេអីទេណាក៏បានលាក់វានៅក្នុង valley រួចហើយក៏បាន overlay នឹងចូលទៅក្នុងកន្លែង check in ចូលទៅដល់ក៏បានដាក់ scan ដាក់អីចឹងទៅនៅពេលដែលអ្នកឆែកឆេរនឹងសួរគាត់ថាតើមាន power bank មានថ្មអីនៅក្នុង valley នឹងអត់គាត់ក៏បានប្រាប់ថាអត់មាននោះទេចឹង valley របស់គាត់ក៏ត្រូវបានគេបញ្ជូនចូលទៅក្នុងយន្តហោះដើម្បីដឹកចាក់ចេញតទៅពីនឹងទៅយើងក៏បានឃើញបរិសម្នាក់ទៀតមានឈ្មោះថា Declan ជាឪពុករបស់ក្មេងស្រីម្នាក់មានឈ្មោះថា Cora មើលទៅឪពុកកូនមិនសូវត្រូវគ្នានោះទេដោយសារតែកូននឹងដូចជាខឹងឪពុកលួចតាក់ទងជាមួយនឹងប្រពន្ធថ្មីចឹងណាហើយពេលនឹងដែរលោក Ben ក៏បានមកជួបពួកគេនិយាយរាក់ទាក់ជាមួយពួកគេបន្តិចហើយគាត់ក៏បានដើរទៅកាន់យន្តហោះមុនទៅបន្ទាប់មកទៀតប្រពន្ធថ្មីរបស់ Declan នឹងក៏បានចូលមកដែលគេមានឈ្មោះថា Jaya នឹងក៏មានកូនប្រុសម្នាក់មានឈ្មោះថា Finn ផងដែរដែលនឹងឯងគឺជាមូលហេតុដែលថា Cora នឹងមិនសូវស្វាយចិត្តជាមួយនឹងឪពុកព្រោះអីឪពុកឥឡូវមានប្រពន្ធថ្មីហើយនៅជ្រុងម្ខាងទៀតនេះវិញក៏មានក្រុមកីឡាលេងហ្គេមមួយក្រុមដែលមានឈ្មោះថា Lily ជាមួយនឹងដៃគូ gamer របស់គេម្នាក់ទៀតមានឈ្មោះថា Samពេលនឹងដែរក៏មានមួយក្រុមទៀតមានឈ្មោះថា Hatch នឹងក៏បានមើលញ៉ៃពួកគេទាំងពីរនាក់តែសាំក៏បានចេញមុខតវ៉ារកចង់វាយគ្នាហើយក៏ត្រូវបានមេរបស់ Hatch នឹងមកខាត់ហើយក៏បានបញ្ជូនពួកគេឲ្យឡើងទៅលើយន្តហោះទៅហ្នឹងហើយបន្ទាប់ពី check in មកឲ្យ passport អីហើយម្នាក់ក៏បានចាប់ផ្ដើមដើរទៅកាន់យន្តហោះហើយនៅលើយន្តហោះនេះវិញលោកតា Rich ជាមួយនឹង Ben នឹងក៏បានភាសាគ្នាដោយសារតែយន្តហោះនឹងគឺវាមានបញ្ហាកង្ហារបឺតខ្យល់មួយវាដំណើរការដែរប៉ុន្តែម្ដងដើរម្ដងអត់ណាតម្រូវឲ្យពួកគេជួសជុលមុននឹងចាក់ចេញតែលោក Rich នឹងក៏បាន reset វាហើយក៏បាននិយាយថាមិនថ្មីទេយ៉ាងណាក៏ពួកគេត្រូវតែចាក់ចេញដែរចឹងហើយក៏សម្រេចចិត្តចាក់ចេញទាំងកង្ហារនឹងមានហានិភ័យហ្នឹងហើយបន្ទាប់ពីគ្រប់គ្នាឡើងទៅលើយន្តហោះនឹងអស់ហើយគាត់ក៏ចាប់ផ្ដើមហោះហើរឡើងទៅលើលំហអាកាសរួចហើយក៏បានតម្រង់ទៅកាន់គោលដៅនៅពេលដែលហោះដំបូងឡើយគឺវាប្រកបដីខ្លាំងមែនតែនប៉ុន្តែនៅពេលដែលហោះរហូតដល់យប់នឹងគឺថាយន្តហោះចាប់ផ្ដើមរង្គើលប៉ុន្តែវាញ័រមួយផ្លែតក៏ត្រូវបានបាត់ចឹងហើយគ្រប់គ្នាក៏រៀងធូរអារម្មណ៍បន្តិចស្របពេលនឹងដែរបរិសុទ្ធសង្ហាម្នាក់មានឈ្មោះថា Matt នឹងក៏បានសម្លឹងទៅកាន់ flight attendant សរសើរម្នាក់ទៀតមានឈ្មោះថា Zoe ប៉ុន្តែក៏ត្រូវបានលោកយាយនៅចិត្តនឹងមានឈ្មោះថា Becky នឹងបានត្រោលឲ្យគេថាខុសគ្នាឆ្ងាយខ្លាំងណាស់កុំសម័យអីនៅក្នុងពេលនឹងដែរក៏ថា Sam បានប្រាប់ទៅកាន់ Lily ថាពួកគេស្ទើរតែចាញ់នៅក្នុងការប្រកួតហ្គេមពីលើកមុនហើយព្រោះអីថា Lily នឹងមិនបានធ្វើតាមគម្រោងរបស់គេឥឡូវហ្នឹងពួកគេត្រូវតែសហការគ្នាធ្វើតាមគម្រោងសហការគ្នាឆ្លងតែមួយដើម្បីយកឈ្នះឲ្យបានម្ដងទៀតណានិយាយចឹងហើយ Lily
បានសួរទៅកាន់សាំវិញថាតើហេតុអ្វីបានជាសាំមិនហ៊ានអានសម្បត្តិដែលគេបានសរសេរឲ្យដោយសារតែគេបានសរសេរសម្បត្តិមួយឲ្យសាំណាសាំក៏បានសន្យាថានឹងអាននៅពេលដែលពួកគេចុះចតជ័យចឹងហើយសាំក៏បានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីទៅបត់ជើងតូចប៉ុន្តែចូលទៅដល់ក៏បានដកសម្បត្តិរបស់លីលីមកមើលគាត់ទៅមើលនេះហ៊ានបើកខាងក្នុងអានឯណាដោយសារតែគាត់មានអារម្មណ៍ថាភ័យមិននោះទេខណៈពេលនឹងដែរលពូ Declan ក៏បានប្រាប់ Cora កូនស្រីរបស់គាត់ថាធ្វើចរិត slot boat រៀបសារក៏ដូចជារស់រាយមកកាន់គ្រួសារថ្មីរបស់គេបន្តិចទៅយូរមិនឆាប់នឹងខ្លាចជាគ្រួសារតែមួយហើយចឹងហើយកូនធ្វើរឿងរੂពេកតែ Cora មិនខ្វល់នោះទេក៏បានទាញកាយយកមកបិទត្រចៀកតែបន្ទាប់ពីនឹងទៅឪពុករបស់គេក៏បានថើបគ្នាជាមួយម្ដាយថ្មីក៏បានធ្វើឲ្យគេមិនសប្បាយចិត្តនោះទេធ្វើមាត់ច្បិចច្បោចឹងណាហើយអ្នកទាំងពីរមិនចង់ឲ្យកូនមានអារម្មណ៍មិនល្អក៏បាននាំគ្នាចូលទៅថើបគ្នានៅក្នុងបន្ទប់ទឹកទៅមួយសបកក្រោយមកក៏ថា Finn ដែលត្រូវជាប្អូនប្រុសថ្មីរបស់ Cora នឹងក៏បានសួរថាតើម្ដាយរបស់គេនៅឯណាដែរ Cora ក៏បានប្រាប់ថាប្រហែលជានៅឯអាងទឹកឯណោះចឹងហើយ Finn ក៏បានដើររកអាងទឹកដើម្បីស្វែងរកម្ដាយរបស់គេតែដើរចូលដល់ឡើងក៏បានវង្វេងបែរទៅជួបគ្នាជាមួយនឹងម៉ាត់ទៅវិញម៉ាត់ក៏បានហៅគេមកអង្គុយជាមួយនឹងគាត់ហើយក៏បានឲ្យគេចុចហ្គេមលេងចឹងទៅបន្ទាប់ពីនឹងទៅបានមួយសង្វាក់ Cora ក៏ចាប់ផ្ដើមមានអារម្មណ៍ថាឯកាបាត់ទាំងឪពុកបាត់ទាំងម្ដាយចុងបាត់ទាំងប្អូនចុងអីចឹងណាចឹងក៏បានដើររកមើលចុះបើឡើងគោះទ្វារតាមបន្ទប់ទឹកអីចឹងទៅប៉ុន្តែអ្វីដែលពួកគេគ្រប់គ្នាមិនបានដឹងហ្នឹងគឺថាយន្តហោះចាប់ផ្ដើមមានបញ្ហាហើយដោយសារតែនៅក្នុង valley របស់លោក Dan ហ្នឹងវាចាប់ផ្ដើមឆេះអា power bank ដែលផ្ទុះសេរបស់គាត់ហ្នឹងឥឡូវវាបានឆេះហើយបង្កើតចេញជាអគ្គិភ័យនៅក្នុងបន្ទប់ស្តុកទំនិញការឆេះមួយហ្នឹងក៏បាន alert ទៅដល់ Ben ក៏បានដំណើរការ suppression system ហ្នឹងឲ្យទៅពន្លត់អគ្គិភ័យហ្នឹងណាប៉ុន្តែពន្លត់មិនគ្រប់នោះទេដោយសារតែកង្ហាវា error ហ្នឹងអត់ព្រមជួសជុលឥឡូវមានភ្លើងឆេះក៏មានបញ្ហាបដ ாய் បន្ទាប់ពីពន្លត់ភ្លើងមិនបានហើយ Ben ក៏បានអាយកូមតាក់ទងទៅកាន់ពលានយន្តហោះដទៃទៀតដើម្បីស្នើសុំឲ្យមានការចុះចតនៅពលានដែលជិតបំផុតណាហើយនៅពេលដែលកំពុងតែតាក់ទងហ្នឹងក៏មានសហសេវកយន្តហោះ2នាក់បានកាន់បំពង់ពន្លត់អគ្គិភ័យទៅពន្លត់ភ្លើងហ្នឹងប៉ុន្តែដោយសារតែបំពង់នឹងវាតូចខ្លាំងពេកពួកគេពន្លត់មិនគ្រប់នោះទេភ្លើងក៏នៅតែឆេះហើយឆេះសន្ធោសន្ធៅជាងមុនទៀតនឹងហើយនៅពេលដែលយន្តហោះវារៀងញ័របន្តិចក៏បានធ្វើឲ្យអាកន្លែងដាក់អីវ៉ាន់ហ្នឹងវាបានរអិលមកមុខហើយនៅពេលដែលរអិលហ្នឹងក៏រអិលទៅបុកជាមួយនឹងធុងហ្គាសទៀតបុករាំងក៏បានផ្ទុះឌូងធុងហ្គាសហ្នឹងក៏បានបុកទម្លាយជញ្ជាំងធ្លាយចូលទៅខាងមុខយន្តហោះក៏កាន់តែលែងមានលំនឹងចាប់ផ្ដើមញ័ររញ្ជួយហើយអាធុងដែលបានបុកចុះឡើងហ្នឹងវាក៏បានរុលទៅបុកក្បាលរបស់អ្នកដំណើរម្នាក់ឲ្យបែកស្លាប់នៅនឹងកន្លែងភ្លាមហើយថែមទាំងបានធ្វើឲ្យធ្លាយជញ្ជាំងយន្តហោះក៏ចាប់ផ្ដើមប្រែប្រួលសម្ពាធចឹងហើយក៏បានធ្វើឲ្យវាញ័រធ្វើឲ្យអ្នកទាំងពីរដែលកំពុងតែថើបគ្នាក្នុងបន្ទប់ទឹកជិះយោជាមួយនឹង Declan ហ្នឹងបានបោកក្បាលជាមួយនឹងជញ្ជាំងហើយក៏បានសន្លប់ទាំងពីរអ្នកបាត់ទៅនៅពេលដែលមានបញ្ហាសម្ពាធនៅក្នុងយន្តហោះហ្នឹងក៏ថាអ្នកដំណើរនៅក្នុងកន្លែងហ្នឹងចាប់ផ្ដើមនាំគ្នាភ័យហើយព្រោះអីអ្វីវ៉ាន់បានហោះរាយប៉ាយពេញហ្នឹងខ្លះហោះបុកក្បាលមនុស្សបុកក្បាលអីស្លាប់ជាបណ្ដាណាហ្នឹងហើយកាពីតែនក៏បានប្រាប់មកកាន់អ្នកដំណើរទាំងអស់គ្នាឲ្យទាញយកបំពង់អុកស៊ីសែនយកមកបំពាក់គ្រប់គ្នាក៏បានទាញប្រវេវ៉ាពាក់ទាំងអស់គ្នាលើកលែងតែអ្នកតែពីរដែលបានសន្លប់នៅក្នុងបន្ទប់ទឹកគឺអត់បានពាក់នោះទេនៅ cockpit នៅវិញគឺថាអ្នកបើកទាំងពីរនាក់ក៏ចាប់ផ្ដើមផិតភ័យហើយចឹងហើយក៏ព្យាយាមតាក់ទងទៅកាន់អ្នកខាងក្រោមដើម្បីស្វែងរកកន្លែងចុះចតហើយគាត់ក៏បានប្រកាសទៅកាន់អ្នកដំណើរទាំងអស់គ្នាឲ្យនៅឲ្យស្ងៀមនិងព្យាយាមទប់លំនឹងព្រោះអីយន្តហោះកំពុងតែមានអគ្គិភ័យគាត់ព្យាយាមរកកន្លែងចុះចតទេណាហើយស្របពេលនឹងដែរសាំក៏បានចេញពីបន្ទប់ទឹកមករួចហើយក៏បានរត់ទៅរក Lily ប៉ុន្តែក៏ត្រូវបាន flight attendant Zoe នឹងគាត់ថាអង្គុយសិនទៅមិនដឹងជា Lily នៅណានោះទេឥឡូវនឹងកំពុងតែ error ហើយស្របពេលដែលគ្រប់គ្នាកំពុងតែផិតភ័យនឹងអា Pedden នៅវិញក៏បានចូលទៅក្នុងបន្ទប់ទឹកអង្គុយជក់ប្រៃយ៉ាងធម្មតាចង្រៃគឺមកពីអាប៉ែនឹងទាំងអស់ Cora ក៏បានដើររកឪពុកម្ដាយរបស់គេប៉ុន្តែមិនបានជួបនោះទេក៏ត្រូវបាន Lily ឃាត់គេឲ្យនៅជាមួយនឹងខ្លួនបន្តិចក្រោយមកអាទូដាក់អីវ៉ាន់នឹងក៏ចាប់ដើមហោះម្ដងទៀតហើយវាក៏បានបុកធ្លាយជញ្ជាំងយន្តហោះចេញទៅខាងក្រៅបុកចូលទៅក្នុងស្លាបម៉ាស៊ីនយន្តហោះមួយចំហៀងណាក៏បានធ្វើឲ្យម៉ាស៊ីនមួយចំហៀងនឹងឆេះក៏កាន់តែរញ្ជួយគ្រប់គ្នាក៏កាន់តែចលាចល Zoe ក៏បានហៅលោក Dan ចេញពីបន្ទប់នឹងមកខាងក្រៅវិញទៅដើម្បីការពារសុវត្ថិភាពប៉ុន្តែនៅពេលដែលគាត់ចេញមកខាងក្រៅយន្តហោះក៏ចាប់ផ្ដើមធ្លាយជញ្ជាំងហើយក៏បានទាញអ្នកដំណើរមួយចំនួនឲ្យធ្លាក់ចូលទៅខាងក្រោមដាច់ទាំងមនុស្សដាច់ទាំងកង្អីទៅក្រោមប៉ុតតែម្ដងហើយនៅក្នុង cockpit កន្លែងដែលបញ្ជាក្បាលយន្តហោះនេះវិញលោក Ben ក៏បានដឹងថាម៉ាស៊ីនយន្តហោះមួយចំហៀងបានខូចហើយមួយចំហៀងទៀតក៏កំពុងតែមានបញ្ហាផងដែរចឹងហើយត្រូវតែតាក់ទងទៅកាន់ចរាចរណ៍ផ្លូវអាកាសលឿនដើម្បីស្វែងរកកន្លែងដែលជិតបំផុតអាចឲ្យពួកគាត់ចុះបានណាបើចុះចតមិនទាន់នោះទេយន្តហោះអាចនឹងផ្ទុះឬក៏ធ្លាក់ទៅកន្លែងណាមួយដែលអាចគ្រោះថ្នាក់ទៅដល់អ្នកដំណើរទាំងអស់គ្នា
ហើយនេះនៅពេលដែលគ្រប់គ្នាភ័យព្យាយាមទប់លំនឹងហ្នឹងកូរ៉ាក៏បានរត់ទៅរកឪពុករបស់គេម្ដងទៀតប៉ុន្តែក៏ត្រូវបាន flight attendant ម្នាក់ទៀតមានឈ្មោះថា Penny ហ្នឹងគាត់គេជាប់ហើយមិនទាន់បានយូរប្រហែលផងអាម៉ាស៊ីននៅស្លាបទី2ហ្នឹងក៏ថាខូចមួយទៀតហ្នឹងហើយវាខូចហើយក៏លែងមានម៉ាស៊ីនដំណើរការហើយប្រព័ន្ធទាំងអស់នៅខាងក្នុងម៉ាស៊ីនក៏ត្រូវបានបិទក៏តម្រូវឲ្យលោក pilot ហ្នឹង activate air turbine ទម្លាក់អាស្លាបនៅខាងក្រោមហ្នឹងចុះដើម្បីឲ្យវាជួយទប់លំនឹងណាហើយគាត់ក៏មាន power backup ដែរប៉ុន្តែ power ហ្នឹងវាតូចខ្លាំងមែនទែនបើធៀបជាមួយនឹងយន្តហោះគឺថាมันអាចផ្ដល់ល្បឿនឲ្យយន្តហោះរបស់គាត់បាននោះទេវាបានធ្វើតែទប់លំនឹងមួយឯណាចឹងហើយក៏តម្រូវឲ្យគាត់ចុះចតទាំងបថុយបឋានទៅកាន់កន្លែងណាមួយដែលមានសុវត្ថិភាពលោក Rich ក៏បានប្រាប់ទៅកាន់អ្នកដំណើរទាំងអស់គ្នាឲ្យទប់ខ្លួនឲ្យជាប់ជាមួយនឹងកៅអីត្រៀមជាមួយនឹងការធ្លាក់ចូលទៅខាងក្រោមជាជននៅកន្លែងនោះក៏ចាប់ផ្ដើមយំហើយក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់គណៈដែលយន្តហោះក៏បានដាំធ្លាក់ចូលទៅខាងក្រោមបន្តិចម្ដងលោក Ben ជាមួយនឹង Rich ក៏បានប្រកែកគ្នាអំពីតិចនិចនៅក្នុងការចុះចតនៅលើដី Ben ក៏ចង់រកកន្លែងណាចុះចតមួយឲ្យល្អណាតែចុះឡើងឆ្លងទៅវាដូចជាគ្មានផ្លូវណាដែលមានសុវត្ថិភាពជាងផ្ទៃសមុទ្រនោះទេចឹងហើយពួកគេក៏សម្រេចចិត្តចុះចតនៅលើផ្ទៃសមុទ្រតែម្ដងហ្នឹងហើយដោយសារតែលោក Rich គឺជាជើងចាស់ក្នុងការបើកបរយន្តហោះទោះបីជាយន្តហោះខូចគ្រប់យ៉ាងក៏ដោយប៉ុន្តែគាត់នៅតែអាចគ្រប់គ្រងយន្តហោះឲ្យមានលំនឹងបានហើយនៅទីបំផុតក៏បានចុះចតនៅលើផ្ទៃសមុទ្របានដោយសុវត្ថិភាពមិនថាតន់សុវត្ថិភាពទេប៉ុន្តែចុះចតបានហើយក៏បានអណ្ដែតនៅលើផ្ទៃសមុទ្រហ្នឹងអត់មានកលាប់អីទេណាប៉ុន្តែនៅពេលអណ្ដែតយ៉ាងលឿនហ្នឹងស្រាប់តែបាតយន្តហោះក៏បានទៅបុកជាមួយនឹងចលួនថ្មរីហ្វមួយចឹងហើយក៏បានពួយវារជះហើយក៏បានបាក់ដាច់ជា 2-3 កំណាត់ណាអ្នកដំណើរនៅខាងក្នុងយន្តហោះក៏បានត្រូវទឹកបុកធ្លាយចូលអ្នកខ្លះក៏ឆ្លក់ទឹកលងស្លាប់អ្នកខ្លះទៀតក៏បានសន្លប់ហើយយន្តហោះក៏បានបាក់បែកចែកចាត់ព្រាត់បែកជាបំណែកអាណានៅមកកង់ចឹងទៅអាណានៅបែកក៏បែកចឹងទៅហើយមួយស្របបន្ទាប់ពីការបុកនឹងមកយើងក៏បានឃើញភាពខ្ទេចខ្ទាំនៅលើផ្ទៃទឹកដែលថាមានតែសាកសពមានអណ្ដាតភ្លើងរួមជាមួយនឹងបណ្ណែករបស់យន្តហោះអ្នកណាស្លាប់ក៏ស្លាប់អ្នកណានៅរស់ក៏រស់អញ្ចឹងទៅហើយបន្ទាប់ពីនឹងទៅយើងក៏បានឃើញថាលីលីមិនទាន់ស្លាប់នោះទេលីលីក៏បានហៅរកគ្នាហើយក៏បានឃើញបំណែកមួយរបស់យន្តហោះក៏ចង់ឡើងតោងទៅខាងលើណាប៉ុន្តែភ្លាមដែរស្រាប់តែមានត្រីឆ្លាមបានទាញគេចូលទៅខាងក្រោមវិញសំណាងដែរលីលីក៏អាចគេចចេញពីត្រីឆ្លាមរួចហើយក៏បានវារឡើងទៅលើផ្ទាំងមួយនឹងបានសម្រេចគេក៏បានស្រែកយំដោយសេចក្តីឈឺចាប់ដោយសារតែរបួសជើងត្រូវត្រីឆ្លាមខាំណាហ្នឹងហើយនៅពេលដែលឃើញថាបំណែកជញ្ជាំងនឹងវាចង់លេចគេក៏បានរំកិលទៅកាន់ផ្នែកកណ្ដាលដើម្បីទប់លំនឹងកុំឲ្យវាក្លាប់ខណៈដែលនៅក្នុង The Cockpit នៅវិញគឺមិនទាន់បានលេចចូលទៅក្នុងទឹកនោះទេលោក Rich ក៏បានសន្លប់ខណៈដែល Ben ក៏បានដឹងខ្លួនចឹងហើយក៏ព្យាយាមដាស់លោកតាឲ្យភ្ញាក់ដឹងខ្លួនឡើងមកវិញប៉ុន្តែលោកតាអត់ព្រមភ្ញាក់ដឹងខ្លួននោះទេហើយគាត់ក៏បានទៅមើល Flight Attendant 2នាក់ទៀតក៏បានហៅអ្នកទាំងពីរហ្នឹងឲ្យចូលមកខាងក្នុងដើម្បីជួយលោកតាក៏បានភ្ញាក់ដឹងខ្លួនឡើងវិញប៉ុន្តែគាត់មិនអាចងើបបាននោះទេដោយសារតែថាជើងរបស់គាត់បានជាប់ជាមួយនឹងដែកមួយនៅខាងក្រោមបាត់ទៅហើយនឹងហើយពួកគេក៏ព្យាយាមយកដែកយកពូថៅអីទៅកាប់គាស់ដែកនឹងដែរប៉ុន្តែគាស់វាមិនរួចនោះទេដោយសារតែដែកនេះវាធំខ្លាំងមែនទែននៅចុងក្រោយលោកតាក៏បានប្រាប់ពួកគេថាអាយុរបស់គាត់ក៏ជិតស្លាប់ដែរហើយពួកគេប្រកាសជាមិនអាចជួយគាត់បាននោះទេបើនៅអញ្ចឹងទៀតប្រកាសជាលិចស្លាប់ទាំងអស់គ្នាហើយអញ្ចឹងហើយឲ្យទុកគាត់ចោលទៅនាំគ្នាចេញទៅខាងក្រៅណាពួកគេក៏មិនដឹងធ្វើម៉េចទៀតបើលោកតានិយាយអញ្ចឹងទៅហើយក៏សម្រេចចិត្តលាលោកតាក៏បានទុកលោកតាខាងក្នុងរួចហើយក៏បានដើរចេញទៅខាងក្រៅនឹងក៏បានជួយគេជួយឯងឲ្យឡើងទៅខាងលើដូចគ្នាខណៈដែលលោកតានៅវិញបន្ទាប់ពីសម្លឹងទៅកាន់រូបថតគ្រួសាររបស់គាត់ហើយដោយចុងក្រោយសម្រាប់គាត់គឺថាទឹកបានធ្លាយចូលមកចឹងហើយលោកតាក៏បានលងទឹកស្លាប់នៅក្នុងនឹងទៅហើយទឹកនឹងក៏បានជះចេញមកខាងក្រៅបុកអ្នកនៅខាងក្រៅនឹងទៀតតែអត់អីទេណាហ្នឹងហើយបន្ទាប់ពីគ្រប់យ៉ាងបានរៀងស្ងប់បន្តិចហើយលោក Ben ក៏ព្យាយាមយកកណាត់យកអីរុំរបួសឲ្យ Flight Attendant ម្នាក់ហើយនារីម្នាក់ទៀតដែលមានឈ្មោះថា Penny ហ្នឹងក៏ព្យាយាមសម្លឹងដើម្បីស្វែងរកអ្នកដែលនៅរស់ដើម្បីទៅជួយចឹងណាស្របពេលនឹងដែរនៅក្នុងបន្ទប់ទឹកឯនេះវិញចាយាជាមួយនឹង Declan ហ្នឹងក៏បានភ្ញាក់ពីការសន្លប់មកតែគាត់តែភ្ញាក់មកភ្លាមមិនទាន់រស់បានស្រួលផងហ្នឹងស្រាប់តែទឹកក៏បានធ្លាយចូលមកចឹងហើយក៏បានលងទឹកស្លាប់បានសម្រេចហើយស្របពេលនឹងដែរនៅផ្នែកខាងកតុយឯនេះវិញគឺថាវាបានដាំទៅបុកជាមួយនឹងបាតនៃសមុទ្រចឹងហើយអ្នកដែលនៅខាងក្នុងហ្នឹងគឺមានប្រឡោះសម្រាប់ដកដង្ហើមហើយយើងក៏បានឃើញថាម៉ាត់នេះមិនបានស្លាប់នោះទេម៉ាត់ក៏បានស្រែកសម្រុំជំនួយចឹងហើយក៏ត្រូវបាន Zoe នៅខាងលើហ្នឹងបោះពិលទម្លាក់ឲ្យគេដើម្បីមើលផ្លូវបានពិលហើយម៉ាត់ក៏បានប្រើពន្លឺហ្នឹងជះមើលនៅជុំវិញហ្នឹងក៏បានឃើញថា Finn បាននៅរស់ដូចគ្នាចឹងហើយក៏បានជួយ Finn ដើម្បីឡើងមក
ខាងលើណា Zoe នេះវិញក៏ព្យាយាមចូលទៅខាងក្រោមដើម្បីជួយ Finn ប៉ុន្តែនៅពេលដែលចូលទៅខាងក្រោមនឹងក៏បានឃើញវត្តមានរបស់លោកយាយ Becky គាត់មិនទាន់ស្លាប់នោះទេគ្រាន់តែសន្លប់ក៏បានដាក់លោកយាយឲ្យភ្ញាក់រួចហើយក៏បានប្រាប់ឲ្យប្រញាប់ឡើងទៅខាងលើដើម្បីគេចចេញពីទឹកណាហ្នឹងហើយពួកគេឡើងទៅខាងលើហើយក៏បានឃើញទ្វារប៉ុន្តែមាត់ហៀបនឹងបើកទៅហើយក៏ត្រូវបាន Zoe ប្រាប់ថាកុំបើកអីវាគឺជាសន្ទះដើម្បីទប់ខ្យល់បើសិនជាបើកទៅទឹកនឹងលិចចូលពួកគេនឹងស្លាប់ទាំងអស់គ្នាហើយអញ្ចឹងត្រូវចាំនៅកន្លែងហ្នឹងសិនណាបន្ទាប់ពីហ្នឹង Zoe ក៏បានយកបងរុំរបួសឲ្យម៉ាត់ហើយស្របពេលហ្នឹងដែរ Finn នៅវិញក៏ចាប់ផ្ដើមភ័យខ្លាចដោយសារតែថាខ្យល់អុកស៊ីសែនក៏ខ្វះហើយគេដូចជាមានអារម្មណ៍ថាចិត្តស្លាប់អញ្ចឹងណាក៏ត្រូវបានលោកយាយ Becky ព្យាយាមលងគេថាកុំបារម្ភអីបន្តិចទៀតនឹងអាចចេញទៅខាងក្រៅជួបគ្នាជាមួយនឹងគ្រួសាររបស់គេបានហើយហ្នឹងហើយកន្ទុយយន្តហោះហ្នឹងវាទុំនៅលើដុំថ្មដែលមិនមានលំនឹងនោះទេក៏ចេះតែរំកិលចុះទៅបន្តិចម្ដងហើយស្របពេលហ្នឹងដែរនៅក្នុង cockpit នេះវិញលោកពូពេនហ្នឹងគាត់ក៏ចាប់ផ្ដើមគិតអំពី emergency location transmitter ណាបើសិនជាមានឧបករណ៍ហ្នឹងគាត់បញ្ជូនសញ្ញាដើម្បីស្វែងរកជំនួយព្រោះបាញ់ទីតាំងទៅប្រកាសជាគេរកឃើញមកជួយសង្គ្រោះពួកគេហើយឧបករណ៍មួយហ្នឹងគឺវាស្ថិតនៅផ្នែកកណ្ដាលតម្រូវឲ្យមានការហែលទឹកទៅយកអញ្ចឹងណាហើយ Penny ក៏បាននិយាយថាគេគឺជាអតីត champion ខាងផ្នែកហែលទឹកអញ្ចឹងហើយទុកឲ្យគេអ្នកហែលទៅនិយាយចឹងហើយគេក៏បានហក់ចូលទៅក្នុងទឹកហើយតម្រង់ទៅកាន់ទីតាំងផ្នែកកណ្ដាលហ្នឹងប៉ុន្តែនៅពេលដែលកំពុងតែហែលទឹកហ្នឹងស្រាប់តែថាលោកតាក៏បានចាប់អារម្មណ៍ថានៅក្នុងផ្ទៃទឹកគឺមានត្រីឆ្លាមអញ្ចឹងលោក Ben ជាមួយនឹង Cora ក៏បានស្រែកហៅឲ្យ Penny ត្រឡប់ក្រោយវិញមកប៉ុន្តែវាយឺតពេលបាត់ទៅហើយ Penny ទៅឆ្ងាយខ្លាំងមែនទែនហៅលែងលឺហើយនៅជិតនឹងដែរលោក Ben ក៏បានឃើញអាទូកពងមួយអញ្ចឹងហើយគាត់ក៏បានសប់ខ្យល់ទូកហ្នឹងរួចហើយក៏បានឲ្យ Cora ពាក់អាវពងបន្តមកទៀតពួកគេក៏បានឡើងទៅលើទូករួចហើយក៏ព្យាយាមអុំដើម្បីទៅជួយសង្គ្រោះ Penny ប៉ុន្តែវាយឺតពេលបាត់ទៅហើយនៅពេលដែលអុំជិតដល់នឹងត្រីឆ្លាមក៏បានទៅដល់ Penny រួចហើយក៏បានខំទាញគេចូលទៅខាងក្រោមប៉ុន្តែដោយសារតែ Penny បកកាយហែលទឹកក៏អាចហែលចេញពីត្រីឆ្លាមឡើងមកខាងលើវិញបានហើយក៏បានទៅជួបគ្នាជាមួយលោក Ben ហុចដៃឲ្យលោក Ben ទាញឡើងទៅលើប៉ុន្តែត្រីឆ្លាមក៏បានហក់មកម្ដងទៀតរួចហើយក៏បានខំគេឲ្យដាច់ខ្លួនជាពីរទាញគេចូលទៅក្នុងទឹកបានហើយជានឹងទៅទៀតត្រីឆ្លាមមួយទៀតក៏បានហក់មកខំលោក Ben តែលោកពូ Ben ក៏បានគេចផត់ហើយថែមទាំងបានប្រើប្រាស់ចង្វាវាយក្បាលត្រីឆ្លាមឲ្យវាធ្លាក់ចូលទៅក្នុងទឹកវិញទៀតផងហើយស្របពេលនឹងដែរនៅក្នុងផ្នែកកណ្ដាលនៃយន្តហោះអានេះវិញគឺថាអ្នកដំណើរភាគច្រើនបានស្លាប់នៅលើកៅអីអស់ហើយប៉ុន្តែក៏នៅមានអ្នករស់មួយចំនួនទៀតសាមនឹងក៏បានដើរនៅក្នុងកន្លែងហ្នឹងដើម្បីស្វែងរក Lily ប៉ុន្តែមិនទាន់បានឃើញ Lily នោះទេឃើញត្រឹមតែឈាមនៅលើកៅអីរបស់គេក៏គិតថា Lily អាចនឹងស្លាប់បាត់ហើយអ្នកដែលនៅរស់ទាំងអស់គ្នាហ្នឹងក៏បានដើរមកកាន់កន្លែងដែលអាចឈរបានរួចហើយក៏បានសម្លឹងទៅកាន់ភាពខ្ទេចខ្ទាំដោយសេចក្តីអស់សង្ឃឹមផ្នែកកណ្ដាលហ្នឹងក៏បានទើនៅលើអាប្រប្រាស់ថ្មបន្តិចតួចដែរវាមិនមានលំនឹងឯណាអាចនឹងលេចចុះទៅខាងក្រោមនៅពេលណាមួយហើយហ្នឹងឯងបន្តិចក្រោយមកវាក៏បានបាក់ក៏បានធ្វើឲ្យមានលំញ័រអញ្ចឹងហើយក៏បានធ្វើនារីម្នាក់បានធ្លាក់ចូលទៅក្នុងទឹកសំណាងដែរលោកពូជីមក៏បានទៅទាញគេឡើងមកលើគោកវិញតនពេលកុំឲ្យត្រូវបានត្រីឆ្លាមស៊ីហើយសាមក៏បានបញ្ជូនទៅកាន់អ្នកទាំងអស់គ្នាពួកគេត្រូវដើរថយក្រោយខ្លះដើម្បីកុំឲ្យមានទម្ងន់នៅកន្លែងនឹងធ្ងន់ខ្លាំងពេកឃើញលោកមានការបាក់ថ្មម្ដងទៀតយន្តហោះនឹងវាប្រកាសជាលិចអត់មានកន្លែងឈរទៀតនោះទេប៉ុន្តែក៏ត្រូវបានហែកនឹងចេញមកតវ៉ាចលងក៏ចង់ហក់វាយគ្នាប៉ុន្តែក៏ត្រូវបានលោកពូគ្រូវឹកនឹងមកខាត់ពួកគេសាជាថ្មីគាត់ក៏យល់ស្របជាមួយនឹងគំនិតរបស់សាមដែរអញ្ចឹងហើយត្រូវចែកគ្នាដើរថយក្រោយដើម្បីឲ្យយន្តហោះមានលំនឹងឡើងវិញហើយ Lily នេះវិញដោយសារតែឃើញថាបំណែកនឹងវាកាន់តែលិចចុះទៅខាងក្រោមហើយក៏សម្រេចចិត្តហែលទៅខាងមុខគឺហែលតម្រង់មកកាន់ផ្នែកកណ្ដាលនឹងតែម្ដងហែលមកនឹងក៏ត្រូវបានលោកគ្រូវឹកជួយទាញគេឡើងមកខាងលើហើយគេក៏អាចឡើងមកខាងលើជួបគ្នាជាមួយនឹងសាមហក់អោបគ្នាដោយសេចក្តីរំភើបប៉ុន្តែនៅពេលដែលភ្លេចខ្លួននឹងលោកគ្រូវឹកក៏ត្រូវបានត្រីឆ្លាមហក់ខាំគាត់ទាញចូលទៅក្នុងទឹកហើយឃើញចឹងដែរកូនចៅរបស់គាត់ម្នាក់ក៏បានហក់ទៅជួយទាញគាត់ពីក្នុងទឹកណាHatchនឹងក៏ចង់ហក់ទៅជួយដែរប៉ុន្តែក៏ត្រូវបានគេចាប់ជាប់ព្រោះអីទៅក៏អត់ប្រយោជន៍ដែរដោយសារតែអ្នកទាំងពីរនឹងទប់លំនឹងមិនជាប់នោះទេត្រីឆ្លាមជាច្រើនទៀតក៏បានមកបន្ថែមហើយក៏បានខំពួកគេទាំងពីរនាក់ឲ្យស្លាប់បាត់ទៅបន្ទាប់ពីឃើញចឹងហើយ Hatch ក៏បានបន្ទោសគ្រប់យ៉ាងទៅកាន់សាមហើយថែមទាំងបានហក់វាយសាមទៀតផងប៉ុន្តែក៏ត្រូវបានអ្នកដទៃមកខាត់រហូតដល់បន្តិចក្រោយមកលោក Ben ក៏បានមកដល់ក៏បានមកខាត់ចំនួនមួយហ្នឹងហើយស្របពេលនឹងដែរនៅផ្នែកខាងកន្ទុយនេះវិញ Zoe ក៏បាននិយាយថាបើសិនជាពួកគេបន្តនៅកន្លែងនឹងទៀតប្រកាសជាអស់អុកស៊ីសែនស្លាប់ទាំងអស់គ្នាហើយអញ្ចឹងហើយម៉ាត់ក៏សម្រេចចិត្តថានឹងហែលចេញទៅខាងក្រៅដើម្បីស្វែងរកជំនួយសម្រេចចិត្តចឹងហើយគេក៏បានហក់ចូលទៅក្នុងទឹករួចហើយក៏ព្យាយាមហែលនៅខាងក្រោមនឹងគេចចេញពីសាកសពផងអីផងហែលចេញទៅខាងក្រៅអាវរបស់គេក៏បានតាក់ជាមួយនឹងដែកមួយប៉ុន្តែគេក៏អាចដោះតាន់ពេលល្មមរួចហើយក៏អាចហែលឡើងទៅខាងលើបានសម្រេចគាត់ទៅឡើងទៅដល់ខាងលើភ្លាមនឹងក៏ត្រូវបាននរណាម្នាក់លូកដៃមកចាប់គេ
គេខំតែភ័យប៉ុន្តែមិនអីនោះទេដែលហ្នឹងគឺជា Declan ហ្នឹងមិនបានស្លាប់នោះទេគឺបានរស់នៅខាងលើហ្នឹងណាប៉ុន្តែកំពុងតែភ័យហ្នឹងត្រីឆ្លាមក៏បានហក់មកខាំ Declan ឲ្យស្លាប់បាត់ម្នាក់ទៀតទៅហើយម៉ាត់ដែលបានរួចខ្លួនហ្នឹងក៏បានបន្តហែទៅខាងមុខណែកឯនៅក្នុងផ្នែកកណ្ដាលនេះវិញ Ben ក៏បានប្រាប់ឲ្យគ្រប់គ្នាស្វែងរកអាវស្វែងរកពងអីយកមកពាក់អញ្ចឹងទៅហើយគាត់ក៏មានទូកខ្យល់បោះវាចូលក្នុងទឹកដើម្បីសពអំប៉ោងយកជីអញ្ចឹងណាហើយភ្ជាប់ជាមួយនឹងដែរគាត់ក៏បានដើររកមើលឧបករណ៍ transmitter ហ្នឹងក៏បានឃើញឧបករណ៍ហ្នឹងប៉ុន្តែចង្រៃខ្លាំងមែនទែនអង្តែនមួយក៏បានធ្លាក់ចូលទៅខាងក្រោមគាត់ក៏ព្យាយាមរាវរកអង្តែនហ្នឹងចូលឡើងក៏បានឃើញរួចហើយក៏បានភ្ជាប់ទៅកាន់ឧបករណ៍ហ្នឹងរួចហើយក៏បានចុចវាឲ្យដំណើរការដើម្បីបញ្ជាក់អំពីទីតាំងរបស់ពួកគេឲ្យអ្នកជួយសង្គ្រោះហ្នឹងមករកឃើញណាហើយនៅពេលដែលគ្រប់គ្នាឡើងទៅជិះនៅលើទូកពងហើយហ្នឹងស្រាប់តែថាលោកពូ Ben ហ្នឹងបានចាប់អារម្មណ៍ទៅកាន់ Cora បានដើរត្រឡប់ក្រោយដើម្បីស្វែងរកឪពុករបស់គេតែក៏ត្រូវបានលោកពូឃើញទាន់ចឹងហើយក៏បានហុចឧបករណ៍ transmitter ហ្នឹងទៅកាន់ Dan តមកទៀតគាត់ក៏បានទៅចាប់ Cora មុនពេលដែលត្រូវបានត្រីឆ្លាមហក់មកខំប៉ុន្តែហ្នឹងឯងសកម្មភាពមួយហ្នឹងក៏បានធ្វើឲ្យបាត់លំនឹងចឹងហើយកន្លែងហ្នឹងក៏បានបុកទឹកធ្លាយចេញមកធ្វើឲ្យអ្នកដទៃទៀតហ្នឹងបានប៉ើងពីលើទូកធ្លាក់ចូលទៅក្នុងទឹកហើយអា transmitter ហ្នឹងក៏បានធ្លាក់ចូលទៅក្នុងទឹកដូចគ្នាហ្នឹងហើយអ្នកដទៃដែលនៅលើហ្នឹងក៏ព្យាយាមទាញគេទាញឯងឡើងមកខាងលើវិញហើយ Jim ម្នាក់វិញក៏ព្យាយាមជួយសង្គ្រោះ Ben ហើយនិង Cora ខណៈដែល Sam ក៏បានជិះនៅលើកេះវ៉ាលីមួយហើយក៏បានហែទៅយក hatch ដើម្បីឡើងទៅលើទូកចឹងណាប៉ុន្តែហ្នឹងឯងកំពុងតែហែលហ្នឹងត្រីឆ្លាមក៏បានហែលមកពាត់គេដូចគ្នាពួកគេក៏ស្ថិតនៅក្នុងហានិភ័យខណៈដែលនៅលើទូកខ្យល់នេះវិញ Ben ក៏បានសួរទៅកាន់ Den ថាតើអា transmitter នឹងនៅឯណាដែរហើយនៅពេលដែលដឹងថាវាធ្លាក់ចូលក្នុងទឹកគាត់ក៏ខឹងខ្លាំងមែនទែនអត់មានកន្លែងបញ្ជូនសញ្ញាទីតាំងទីនោះទេប៉ុន្តែពេលនឹងដែរគាត់ក៏បានឮសំឡេងសាមស្រែកឲ្យជួយណាចឹងហើយ Ben ក៏សម្រេចចិត្តទៅជួយពួកគេប៉ុន្តែក៏ត្រូវបានអាប៉ែ Dan នឹងបដិសេធថាមិនត្រូវជួយនោះទេគេចង់តែរស់តែប៉ុណ្្នឹងឯងថែមទាំងបានវាយមកកាន់លោកពូ Ben មួយដៃទៀតផងលោក Ben ទ្រាំបានក៏បានដាក់គេវិញបួកចឹងទៅនឹងឲ្យគ្រប់គ្នាក៏បានបន្ទោសមកកាន់ Den ដែលជាមនុស្សអាត្មានិយមរួចហើយក៏បានជួយលោក Ben នឹងអុំទូកតម្រង់ទៅកាន់អ្នកទាំងពីរនៅទីបំផុតក៏អាចជួយសង្គ្រោះអ្នកទាំងពីរនឹងឲ្យឡើងមកលើទូកបានត្រីឆ្លាមហែក៏ឡើងដែរប៉ុន្តែមកចាប់ពួកគេមិនទាន់ទេណាខណៈដែលនៅខាងកតុយឯនេះវិញអ្នកដែលនៅខាងក្នុងនឹងក៏ចាប់ដើមឮសំឡេងប្រេះបានន័យថាបន្តិចទៀតនឹងប្រេះទឹកចូលមកស្លាប់ទាំងអស់គ្នាហើយអញ្ចឹង Zoe ក៏សម្រេចចិត្តថានឹងនាំគ្នាចាកចេញគេក៏បានប្រើប្រាស់ life jacket ហ្នឹងពាក់ទៅលើខ្លួនរបស់ Finn ហើយក៏បានបញ្ចុះបញ្ចូលលោក Jay ឲ្យទៅមួយគេដែរណាប៉ុន្តែលោក Jay Becky ក៏បានបដិសេធថាគាត់ចាស់គ្រប់គ្រាន់សម្រាប់ស្លាប់ហើយចឹងហើយកុំខ្វាយខ្វល់មួយគាត់អីទៅតែគ្នាឯងទៅនៅចុងក្រោយក៏ត្រូវបាន Zoe ទុកប៉លមួយឲ្យគាត់ហើយគេក៏បាននាំ Finn ហែលចាក់ចេញទៅហ្នឹងហើយអ្នកទាំងពីរក៏អាចចេញទៅខាងក្រៅបានហើយក៏បានបណ្ដែតខ្លួនដើម្បីស្វែងរកជំនួយសំណាងដែរនៅចិត្តហ្នឹងគឺមានអាទូខ្យល់ចឹង Zoe ក៏បាន activate វាដើម្បីវាសប់ខ្យល់ឲ្យពួកគេជិះណាប៉ុន្តែនៅពេលដែលទូកប៉ើងហើយក៏ថា Zoe មានបញ្ហា Zoe ត្រូវបានត្រីឆ្លាមខំទាញចូលទៅខាងក្រោមប៉ុន្តែគាត់ក៏ព្យាយាមប្រវេប្រវាល់ឡើងមកលើវិញរួចហើយក៏បានតោងខ្សែទូកនឹងហក់ឡើងទៅខាងលើបានសម្រេចប៉ុន្តែឡើងទៅខាងលើគាត់ក៏បានសន្លប់ល្មមដោយសារតែថាអស់ឈាមច្រើនខ្លាំងពេកណាចឹងហើយក៏បានធ្វើឲ្យ Finn នឹងភ័យកាន់តែខ្លាំងក៏ព្យាយាមស្រែកស្វែងរកជំនួយស្រែកចុះស្រែកឡើងនឹងក៏ត្រូវបានត្រីឆ្លាមបុកធ្វើឲ្យគេធ្លាក់ចូលទៅក្នុងទឹកសាជាថ្មីហើយស្របពេលមួយគ្នានឹងដែរនៅលើទូកមួយទៀតនៅវិញ Lily ក៏បានសម្លឹងទៅខាងលើទៅស្រាប់តែបានឃើញយន្តហោះគេសប្បាយចិត្តខ្លាំងមែនទែនក៏បាននាំគ្នាស្រែកឲ្យយន្តហោះមកជួយពួកគេផងបកច្វាផងបកដៃផងប៉ុន្តែយន្តហោះមិនបានឃើញគេនោះទេក៏បានហោះចាក់ចោលពួកគេក៏បានអស់សង្ឃឹមសារជាថ្មីរហូតដល់ជាច្រើនម៉ោងក្រោយមកមេឃក៏ចាប់ផ្ដើមងើតហើយនៅផ្នែកកន្ទុយហ្នឹងយើងដឹងហើយនៅសល់លោក Jay Becky ម្នាក់ឯងលោក Jay ហ្នឹងក៏អស់សង្ឃឹមហើយដោយសារទឹកលិចចិត្តដល់ច្រមុះរបស់គាត់ហើយចុងក្រោយគាត់ក៏បានដកយកទូរស័ព្ទបើករូបថតចៅស្រីរបស់គាត់យកមកមើលគាត់ក៏បានអរគុណចៅស្រីដែលបានធ្វើឲ្យគាត់មានភាពសប្បាយរីករាយនៅជីវិតចុងក្រោយរបស់គាត់ហ្នឹងហើយគាត់ក៏បានសម្លឹងរូបថតហ្នឹងដោយមានសេចក្តីសុខត្រៀមទទួលយកសេចក្តីស្លាប់ទៅប៉ុន្តែបន្ទាប់ពីនឹងទៅបានបន្តិចក៏មានឧទ្ធម្ភាគចក្រជួយសង្គ្រោះបានហោះកលឹងស្វែងរកអ្នកដែលគ្រោះថ្នាក់នៅពេលដែលហោះហ្នឹងក៏បានឃើញទូកនេសាទរបស់ជនជាតិចិនមួយដែលនៅជិតនឹងដែរណាចឹងហើយក៏បានតាក់ទងទៅកាន់ពួកហ្នឹងឲ្យជួយសហការគ្នាដើម្បីស្វែងរកអ្នកដែលបានធ្លាក់យន្តហោះទូកហ្នឹងក៏យល់ព្រមក៏បានបើកទៅជាមួយនឹងឧទ្ធម្ភាគចក្រហ្នឹងទៅខណៈដែលនៅលើទូកខ្យល់ឯនេះវិញ Hatch ក៏បានអរគុណ Sam ដែលបានជួយសង្គ្រោះជីវិតរបស់គាត់ហើយក៏បានដាស់តឿន Sam ឲ្យសារភាពស្នេហ៍សារភាពអារម្មណ៍ហ្នឹងទៅកាន់ Lily អ្នកដែលគេស្រឡាញ់ទៅប៉ុន្តែ Sam ក៏បានពន្យល់ថាបើតាមច្បាប់ហ្គេមរបស់គេហ្នឹងគឺសមាជិកក្រុមមិនអាចស្រឡាញ់គ្នាបាននោះទេចឹងហើយសួរតែគេធ្វើអញ្ចឹងមិនកើតតែ Hatch មិនគិតអញ្ចឹងទេគ្មានអ្នកណាខ្វាយខ្វល់ពីរឿងច្បាប់នោះទេអាបេះដូងស្រឡាញ់គឺស្រឡាញ់ហើយកុំឡែកតែខ្វល់ច្រើនខ្លាំងពេកខណៈដែលក្មេងស្រី Cora នេះវិញក៏ចាប់ផ្ដើមសែតដោយសារតែបាត់បង់គ្រួសាររបស់គេអស់ហើយក៏ចង់យំចង់អីចឹងណាតែក៏ត្រូវបានលោកពូ Ben លួងលោមគេថាទោះបីជាបាត់បង់គ្រួសារ
ក៏ដោយប៉ុន្តែពួកគាត់នឹងនៅការពារគេជារហូតកុំបារម្ភខ្លាំងពេកចុះជាមួយនឹងគាត់ក៏បានបង្ហាញរូបថតគ្រួសាររបស់គាត់តែឲ្យគេឃើញថាមានប្រពន្ធមានកូនមានអីចឹងទៅដើម្បីធ្វើយ៉ាងណាឲ្យក្មេងស្រីម្នាក់នឹងបាត់ទុកព្រួយមួយផ្លែតណាប៉ុន្តែកំពុងតែសែតនឹងស្រាប់តែ helicopter ក៏បានហោះមកឃើញពួកគេសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញ helicopter បាញ់ flare មកកាន់ពួកគេណា helicopter ក៏បានទម្លាក់អ្នកជួយសង្គ្រោះម្នាក់ឲ្យហែទឹកទៅជួយពួកគេចឹងណាប៉ុន្តែពួកគេនឹងដឹងថានៅខាងក្រោមនោះមានត្រីឆ្លាមក៏បានធ្វើសញ្ញាកុំចុះអីប៉ុន្តែអ្នកខាងលើនឹងមើលមិនយល់ឯណានៅពេលដែលអ្នកហែទឹកគ្រាន់តែប៉ះផ្ទៃទឹកភ្លាមក៏ត្រូវបានត្រីឆ្លាមហក់មកខាំគាត់ឃើញចឹងហើយក៏អធម្មពាក្យចាក់ព្យាយាមទាញឡើងទៅខាងលើវិញប៉ុន្តែទាញមកខាងលើមែនគឺអ្នកហក់ទឹកនឹងបានដាច់ដៃដាច់ជើងបាត់ទៅហើយនៅពេលដែលឡើងលើមិនទាន់បានផុតផ្ទៃទឹកប្រមាណផងក៏ត្រូវបានត្រីឆ្លាមហក់ខាំម្ដងទៀតខាំលើកនឹងគឺខាំជាប់ទាំងខ្សែតែម្ដងហើយដោយសារតែ helicopter តូចខ្លាំងពេកទប់លំនឹងជាមួយនឹងត្រីឆ្លាមមានទៅរួចឯណាត្រូវបានត្រីឆ្លាមទាញហើរឲ្យប្រកាច់ប្រកិនហើយក៏បានបាត់លំនឹងយន្តហោះក៏បានកវីកវត្តរួចហើយក៏បានធ្លាក់ចូលក្នុងទឹកផ្ទុះតិចបាត់ទៅអ្នកដែលគ្រោះថ្នាក់នឹងក៏សែតសារជាថ្មីថែមទាំងត្រូវបានចរន្តផ្ទុះនឹងធ្វើឲ្យទូករបស់ពួកគេកលាប់ធ្លាក់ចូលទៅក្នុងទឹកអរលីងអ្នកដែលមិនមានបញ្ហាក៏ប្រវែវវាទាញគ្នាឡើងមកខាងលើអ្នកដែលឡើងមកខាងលើមិនទាន់ក៏ត្រូវបានត្រីឆ្លាមដេញខាំស្លាប់ជាបន្តសំណាងដែរបន្តិចក្រោយមកទូករបស់អ្នកនេសាទចិននឹងបានបើកមកដល់ទីតាំងមួយនឹងចឹងហើយលោក Ben ក៏បានបាញ់ flare ធ្វើឲ្យពួកគេឃើញពួកគេក៏បានប្រើភ្លើងឆ្លុះមកកាន់អ្នកទាំងអស់គ្នានឹងណាប៉ុន្តែឆ្លុះទៅក៏មិនអាចមកចិត្តនឹងបាននោះទេដោយសារតែថាវាមានបញ្ហាថ្មប្រប្រាស់ទឹកនៅខាងក្រោមនឹងបើកចូលមកប្រកាសជាធ្លាយហើយតម្រូវឲ្យពួកគេអុំទូកទៅរកទូកនេសាទនឹងវិញបញ្ហាក៏បានកើតមានដោយសារតែចង្វាគឺបានអណ្ដែតទៅណាទៅណីអស់ហើយសួរថាមានអីអុំទៅរកទូកជួយសង្គ្រោះហើយភ្លាមៗដែរពួកគេក៏បានចាប់អារម្មណ៍ថាតើបាត់ខូរ៉ាតាណាហើយក៏ព្យាយាមស្វែងរកខូរ៉ាស្រាប់តែបានឃើញខូរ៉ាកំពុងតែឈរតែម្នាក់ឯងនៅលើបំណែកនៃយន្តហោះខូរ៉ាដូចជាអស់សង្ឃឹមនៅក្នុងការរស់ហើយដោយសារតែបាត់បង់គ្រប់យ៉ាងណាប៉ុន្តែលោក Ben មិនអាចបណ្ដោយគេគិតអញ្ចឹងបាននោះទេក៏បានហក់ចូលទៅក្នុងទឹកទាំងប្រថុយជីវិតត្រីឆ្លាមហើរដេញតាមគាត់ពីក្រោយប៉ុន្តែគាត់បានហើរឡើងទៅលើបំណែកយន្តហោះនឹងទាន់រួចហើយក៏បានយកអាវពោងនឹងទៅឲ្យខូរ៉ាឲ្យទៅជាមួយនឹងគាត់ទៅប៉ុន្តែខូរ៉ាក៏បាននិយាយថាគ្រួសាររបស់គេស្លាប់អស់ហើយគេមិនចង់រស់ទីនោះទេតែលោកតា Ben ក៏បានដាស់តឿនគេថាបើសិនជាឪពុករបស់គេនៅរស់ឪពុករបស់គេប្រកាសជាចង់ឲ្យគេក្លាហាននិងរស់បន្តហើយអញ្ចឹងហើយត្រូវសម្លាច់ក្តីសម័យរបស់ឪពុកត្រូវតែបន្តរស់ជាអញ្ចឹងហើយគេក៏យល់ព្រមជាមួយលោកពូពាក់អាវពោងហើយក៏ត្រូវបានលោកពូនឹងហាលដឹកគេចូលទៅក្នុងទឹកអ្នកដទៃទៀតក៏ព្យាយាមប្រើដៃអុំទូកទៅជួយពួកគេណាប៉ុន្តែនៅពេលដែលទៅជិតដល់នឹងលោក Ben ក៏ត្រូវបានត្រីឆ្លាមទាញចូលទៅក្នុងទឹកប៉ុន្តែគាត់ក៏បានក្រោកឡើងវិញរួចហើយក៏បានទាញកំភ្លើង flare នឹងបាញ់ចូលទៅក្នុងមាត់ត្រីឆ្លាមធ្វើឲ្យងាប់អស់មួយក្បាលប៉ុន្តែត្រីឆ្លាមច្រើនទៀតក៏បានហាលចូលមកហើយនឹងហើយនៅពេលដែលឃើញស្ថានភាពតានតឹងនឹងកាប៉ាតេនទូកក៏បានប្រាប់កូនចៅរបស់គាត់បោះត្រីដែលរកបាននឹងចូលទៅក្នុងទឹកទៅនៅពេលដែលត្រីនឹងចូលក្នុងទឹកត្រីឆ្លាមក៏បានហាលទៅរកចំណីអញ្ចឹងក៏អាចជួយសង្គ្រោះស្ថានភាពនឹងបានលោក Ben ជាមួយនឹង Cora ក៏ត្រូវបានជួយសង្គ្រោះខណៈដែលលោក Dan វិញក៏បានឃើញប្រអប់បរិយរបស់គាត់អណ្ដែតនៅក្នុងទឹកក៏បានទាញប្រអប់បរិយនឹងយកមកមើលហើយក៏បានយកបរិយនឹងមកជក់តែសោយខ្លាំងមែនទែនដែលគេរបស់គាត់មិនបានឆេះនោះទេហើយនៅពេលដែលដេកសែតដោយសារតែដុចបរិយជក់អំបៅនឹងក៏ត្រូវបានត្រីឆ្លាមហក់ខាំគាត់ឲ្យធ្លាក់ចូលក្នុងទឹកហើយក៏បានខាំគាត់ដាច់ជាកំណាត់ធ្វើជាចំណីបាត់ទៅនឹងហើយនៅទីបំផុតអ្នកទាំងអស់គ្នានឹងក៏ត្រូវបានអ្នកនេសាទចិនជួយសង្គ្រោះឡើងទៅលើទូកបានទាំងអស់គ្នាហើយពួកគេក៏បានបើកទៅរកកន្លែងចុះចតនៅលើទូកនឹងសាមក៏បានប្រាប់ទៅកាន់លីលីថាសម្បត្តិរបស់លីលីនឹងមិនទាន់ត្រូវបានអាននោះទេប៉ុន្តែបានលិចចូលទៅក្នុងទឹកបាត់ហើយឲ្យគេសុំទោសផងលីលីក៏បាននិយាយថាមិនបាច់អាននោះទេប្រហែលជាសាមនឹងដឹងថាអ្វីគេបានសរសេរនៅក្នុងសម្បត្តិនឹងហើយអានក៏គ្មានប្រយោជន៍ដែរប៉ុន្តែសួរថាហេតុអ្វីបានជាមិនទទួលយកតាមពិតទៅលីលីបានសរសេរសម្បត្តិសារភាពស្នេហ៍នឹងឯងស្ទាក់ស្ទើរចឡើងទៅសាមក៏សម្រេចចិត្តថើបថ្ងាសលីលីខណៈដែលលីលីក៏បានថើបថ្ពាល់គេវិញបានន័យថាពួកគេព្រមស្រឡាញ់គ្នានៅក្នុងពេលនឹងហើយស្របពេលនឹងដែរ Cora ក៏កំពុងតែអង្គុយសេតតែម្នាក់ឯងដោយសារតែនឹកគ្រួសាររបស់គេខ្លាំងពេកប៉ុន្តែបន្ទាប់ពីហ្នឹងក៏បានឮទូរស័ព្ទហ្នឹងវាចាប់ផ្ដើមមានសញ្ញា notification ណាបានន័យថាមានសេវាវិញហើយគេក៏បានខ្ចីទូរស័ព្ទរបស់លោកពូ Ben ហ្នឹងមកមើលសញ្ញាមើល tracker ទីតាំងរបស់ Fin ហ្នឹងហើយនៅពេលដែលមើលសញ្ញាហ្នឹងទៅក៏ឃើញថានៅចិត្តនឹងមិនឆ្ងាយប្រហែលនោះទេចឹងហើយពួកគាត់ក៏បានប្រាប់ទៅកាន់កាប៉ាតេនទូកឲ្យបើកទៅមើលកន្លែងមួយហ្នឹងបើកទៅមួយសបកក៏បានឃើញទូកហ្នឹងនៅលើទូកហ្នឹងគឺឃើញវត្តមានរបស់ Zoe
គេគិតថាមានតែសូអេម្នាក់អត់ហ្វីនមិនរស់នោះទេប៉ុន្តែសូអេក៏បានបើកកណាត់បើកអីឲ្យពួកគេមើលគឺគាត់បានខ្ចប់ហ្វីនពួនពីកម្ដៅនៅក្នុងกระดาษហ្នឹងណាចឹងហើយនៅពេលដែលឃើញហ្វីនហើយគេក៏បានទិនហ្វីនឡើងមកលើហើយកូរ៉ាលេងស្អប់ហ្វីនទៀតហើយក៏បានអោបហ្វីនដោយសេចក្តីរំភើបសូអេនេះវិញក៏ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះរំរបួសដាក់ទៅលើទូកហើយក៏បានយកគេទៅសម្រាប់ផងដែរខណៈដែលលោកពូបែននេះវិញបន្ទាប់ពីបញ្ចប់បញ្ហាគ្រប់យ៉ាងហើយគាត់ក៏បានបើកទូរស័ព្ទរបស់គាត់ដើម្បីមើលរូបថតកូនប្រុសតែប៉ុន្តែកូនប្រុសរបស់គាត់កើតជំងឺមហារីកហើយដោយសារតែគាត់ទទួលយកអំបៅហ្នឹងគាត់ក៏មិនចង់ទៅជួបកូនប្រុសនោះទេដោយសារតែវាឈឺចាប់ខ្លាំងពេកប៉ុន្តែបន្ទាប់ពីចិត្តស្លាប់ម្ដងហើយគាត់ក៏សម្រេចចិត្តថានឹងទៅជួបជាមួយគ្រួសាររបស់គាត់សារជាថ្មីក៏បានតែទូរស័ព្ទប្រាប់ទៅកាន់ប្រពន្ធថាគាត់នឹងទៅផ្ទះនៅពេលខាងមុខហ្នឹងហើយបន្ទាប់ពីហ្នឹងទៅសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងតែម្ដងដែលនេះបងប្អូនទាំងគ្នាសាច់រឿងគឺមានតែប៉ុណ្្នឹងនឹងឯងវាគឺជាសាច់រឿងដ៏តានតឹងមួយនិយាយអំពីការព្យាយាមរស់គេចចេញពីត្រីឆ្លាមនៅកណ្ដាលសាម៉ុតអេមីនពិតជាអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូនេះរហូតដល់ចប់ហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ